ណែប្រពន្ធសម្លាញ់ខ្ញុំទើបតែដាំសម្បកឈើបំពងនឹងបន្លែលឿនហើយញ៉ាំអ្នកឯងដឹងតែរឿងញ៉ាំទេយ៉ាងដេយ៉ាងគេសើសាច់ខ្លាឃ្មុំចុះយើងមិនក៏បានត្រឹមតែស៊ីសម្បកឈើបែបនេះទៅរួចទេរដូវរងាបែបនេះគេអាចបបាញ់បានខ្លាឃ្មុំដោយរបៀបណានិយាយផ្ដេសផ្ដាសខ្ញុំឃើញនឹងភ្នែករបស់ខ្ញុំផ្ទាល់ក្រញ៉ាំខ្លាឃ្មុំនោះធំជាងមុខអ្នកឯងទៅទៀតអូយប្រហែលជាអូនឃ្លានខ្លាំងពេកទើបភ័ន្តច្រឡំហើយអាប់អូនយ៉ាងដេយ៉ាងនោះអាយុវ៉ាតិចជាងបងទៅទៀតបើវាបបាញ់ខ្លាឃ្មុំធំបានមកសម្រាប់ខ្លួនឯងចុះហេចាំរឿងស៊ីលីមកសម្រាប់ខ្លួននឹងទុកនិយាយក្រោយចញ៉ាប់ទៅរៀបចំខ្លួនទៅយប់នេះយើងនឹងទៅលួចសាច់ចុះបើគេចាប់បានតើយើងយកមុខទៅទុកឯណាចិត្តដាច់ពោះស្លាប់ទៅហើយនៅខ្វល់រឿងមុខមាត់អីទៀតខ្លាឃ្មុំនឹងពិតឬមិនពិតយប់នេះយើងត្រូវតែទៅមើលឲ្យឃើញបើសិនជាពិតមែនយើងលួចយកសាច់មកឲ្យបានច្រើនគឺគ្រប់គ្រាន់ឲ្យយើងរស់នៅស្រួលដល់ឆ្នាំក្រោយហើយហេប្រពន្ធសម្លាញ់តើយើងត្រូវលុបចូលទៅមែនទេអូយដល់ពេលណាហើយនៅសួររឿងល្ងងបែបហ្នឹងទៀតប្រាប់ឲ្យបិទមាត់នៅតែនិយាយរឿងឥតប្រយោជន៍ទៀតខ្ញុំទេមួយកំភ្លៀងឥឡូវនេះទៅចុះចេញទៅម្ខាងទៅហាមកលឿនប្រាប់ឲ្យដឹងណាខ្លាឃ្មុំនោះនៅក្នុងទីធ្លាផ្ទះចូលទៅដល់នឹងឃើញភ្លាមចាំយកសាច់ខ្លាឃ្មុំឲ្យបានច្រើនបន្តិចណាខាងក្រៅញ៉ាប់ទៅតើអាម្នាក់នេះពិតជាដេកជាមួយលេនវ៉ាន់រូម៉ែនឬមិនមែនទេសំឡេងនេះមិនមែនមានតែ2-3នាក់ទេណែកុំនៅបង្អន់ញ៉ាប់ពេកទៅជួយផងគូតរបស់ខ្ញុំមកថ្ងៃនេះលេងអ្វីដែលប្លែកបន្តិចពោតផ្ទុះតើនរណាគេនឹងខ្ញុំខ្លាចណាស់មិនអីទេខ្លាចអីមានបងនៅទីនេះហើយជួយផងគូតរបស់ខ្ញុំស្ដាប់សំឡេងទៅដូចជាអាមេកញ្ជះឆាឆោប្រហែលជាវាមកលួចខ្លាឃ្មុំហើយដឹងហាជួយផងជើហាជួយផងប្រពន្ធសម្លាញ់ជួយខ្ញុំផងអ្នកទាំងអស់គ្នាឆាប់ចេញមកជួយខ្ញុំលេងចង់រឿងសាច់ខ្លាឃ្មុំទៀតហើយទៅលេងនៅខាងនោះទៅអូយឈឺណាស់តើឯងមកផ្ទះខ្ញុំទាំងកណ្ដាលអាធ្រាត្រធ្វើអីខ្ញុំគ្រាន់តែដើរកាត់តាមនឹងទេអូយខ្ញុំខុសហើយខ្ញុំគេនិយាយថាផ្ទះឯងមានសាច់ខ្លាឃ្មុំខ្ញុំចង់លួចបន្តិចយកទៅឲ្យគាត់យកទៅបំពេញសុខភាពគ្រួសារខ្ញុំចង់ហូបសាច់ខ្លាឃ្មុំវាមិនប្រាប់ខ្ញុំមកបានហើយខ្ញុំឲ្យខ្លះចាំបាច់អីត្រូវផ្លោះរបងបែបហ្នឹងចុះបើត្រូវឈីងឡាងធ្វើឲ្យរបួសនោះតើអ្នកណាជាអ្នកទទួលខុសត្រូវតើឲ្យខ្ញុំទៅដោះស្រាយជាមួយភូមិឃុំយ៉ាងម៉េចព្រះអើយប្លន់ផ្ទះឯងហប់ផ្ទះឯងមិនក៏មានចុះអីចឹងអាប្លន់តូចហើយចករបស់ខ្ញុំចេញមកអូយស្ងាត់អាយ៉ាប្តីខ្ញុំមានសម្លេងមិនស្រួលចេញពីផ្ទះចាងតាជៀនទាំងកណ្ដាលអាធ្រាត្រក៏គិតថាចង់មកអើតមើលមិននឹកស្មានថាគ្រាន់តែចូលដល់ភ្លាមត្រូវចាងតាជៀនយកដំបងវីតែម្ដងវីរហូតហាមគូតអស់ហើយគួរឲ្យអាណិតណាស់អាយ៉ាមីងថតឲ្យខ្ញុំពិតជាសរសើរមីងមែនមីងពិតជានិយាយផ្ដេសផ្ដាសមែនច្បាស់ណាស់ថាគឺមីងជាអ្នកប្រាប់ប្តីឲ្យមកលួចសាច់លើបែរជាមកទម្លាក់កំហុសលើខ្ញុំទៅលួចសាច់ផ្ទះឯងពួកយើងគ្រាន់តែចង់មកពិនិត្យមើលរឿងសាច់ខ្លាឃ្មុំនឹងសូមជាងស៊ូខ្ញុំប្រាប់ឯងចុះនៅផ្ទះចាងតាជៀនពិតជាមានខ្លាឃ្មុំងាប់មួយក្បាលមែនមើលក្រញ៉ាំវាចុះធំជាងក្បាលមនុស្សទៅទៀតមិនដឹងថាគាត់បានវាមកពីណានោះទេអីគេតាជៀនឯងសម្លាប់ខ្លាឃ្មុំបានមួយក្បាលមិនអាចទៅរួចទេតើអាម្នាក់នេះចេះប្រើដាវខ្លាំងតាំងពីពេលណាទៅដឹងទៅតែមីងថតគាត់និយាយច្បាស់លាស់ណាស់មិនអាចជាការភូតកុហកទេតាជៀនតើវាជាការពិតមែនទេមែនហើយផ្ទះខ្ញុំពិតជាមានខ្លាឃ្មុំមែនគឺពេលដែលខ្ញុំដើរកាត់តាមនឹងឃើញខ្ចប់មួយក្បាលកំពុងខំវាខ្ញុំក៏ឆ្លៀតយកវាមកផ្ទះតែម្ដងទៅតាមពិតគឺអីចឹងសោះចាងតាជៀនខ្លាឃ្មុំនេះធំណាស់ឯងនឹងលីវ៉ាន់រូហូបតែ2នាក់មិនអស់ទេហេតុអីមិនយកសាច់ដែលនៅសល់មកចែកឲ្យអ្នកគ្រប់គ្នាទៅមែនហើយគ្នាទៅត្រូវហើយអ្វីដែលមីងថតនិយាយគឺមានហេតុផលបើអីចឹងចែកសាច់ខ្លាឃ្មុំនេះទៅ50 ចិនសម្រាប់ខ្លួនឯងចំណែកឯសាច់ដែលនៅសល់ត្រូវចែកឲ្យអ្នកភូមិមែនហើយខ្ញុំយល់ស្របទាំងស្រុងតែម្ដងចង់ហូបសាច់មែនទេបានតើ